ជាដំបូងសូមគោរពជំរាបសួរនិងសួស្តីអ្នកដែលកំពុងទស្សនានៅវីដេអូមួយនេះខ្ញុំបាទឈ្មោះសឿនសុធីតំណាងឲ្យក្រុម A Prim 185A45 និងក្រុម A Prim 185A46 ពួកយើងខ្ញុំជានិស្សិតវិស្វកម្មអគ្គិសនីចំនួនទី18របស់វិទ្យាស្ថានភូមិបច្ចេកទេសកោសមៈក្រមក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈថ្ងៃនេះផងដែរគឺខ្ញុំសូមមកធ្វើបទបង្ហាញអំពីគម្រោងបញ្ចប់ការសិក្សាសាធារណៈរបស់ក្រុមខ្ញុំបាទក្រមធានបទស្ថានីយ៍ថាមពលពលព្រះអាទិត្យចល័ត10 kW off grid ដែលដឹកនាំដោយលោកគ្រូសុតនីរតនាពិគ្រោះដោយលោកគ្រូឆឹងសេរីវុធិននិងអ្នកគ្រូរស់រស្មីអត្ថប្រយោជន៍នៃគម្រោងរបស់យើងមានដូចជាទី1គឺផ្គត់ផ្គង់ថាមពលឲ្យមានស្ថិរភាពទី2អាចផ្គត់ផ្គង់ថាមពលបាន10 kWទី3កាត់បន្ថយនៃការចំណាយថាមពលការទិញថាមពលពីបណ្ដាញខាងក្រៅទី4គឺជាប្រភេទថាមពលស្អាតទី5ងាយស្រួលក្នុងការចល័តទៅតាមតម្រូវការនៃការប្រើប្រាស់របស់យើងដើម្បីបង្កើតនិងធ្វើនៅគម្រោងមួយនេះបានសម្រេចពួកយើងត្រូវមានឧបករណ៍និងសម្ភារៈដូចជាទី1គឺរ៉ូម៉កទី2គឺសូឡាទី3គឺ inverter ទី4គឺអាគុយហើយនឹងទី5 2 control ជុំដល់នៃការតេស្តនៅដំណើរការជាដំបូងយើងធ្វើការបើកអាគុយជាមុនសិនបន្ទាប់ពីយើងធ្វើការបើកអាគុយហើយយើងរងចាំវាដំណើរការពេញលេញបន្ទាប់ពីយើងធ្វើការរងចាំឲ្យអាគុយដំណើរការពេញលេញហើយយើងធ្វើការបើក inverter យើងធ្វើការរងចាំដូចគ្នារហូតដល់តែវាដំណើរការពេញលេញដូចគ្នាបន្ទាប់ពីយើងធ្វើការរងចាំហើយវានឹងបង្ហាញទាំងបែបនេះយើងឃើញថាថាមពលដែលចេញពីសូឡាគឺវាមិនទាន់មានទេយើងឃើញថាថាមពលដែលចេញពីសូឡាវាបានមកដល់ inverter ហើយលើចូលមកដល់នៃការតេស្តដំណើរការនៃ True Control មុននឹងចូលដល់ផ្នែកខាងក្នុងខ្ញុំសូមធ្វើការបង្ហាញនៅផ្នែកខាងក្រៅជាមុនសិនយើងមានអំពូលសញ្ញាដូចជាអំពូលរបស់សូឡាអំពូលសញ្ញារបស់ inverter អំពូលទៅបន្ទប់ប្រើប្រាស់ទី1បន្ទប់ប្រើប្រាស់ទី2ទៅប្រព័ន្ធបញ្ជា motor និងអំពូលសញ្ញារបស់ប្រព័ន្ធបញ្ជា motor ហើយនឹងមានប៊ូតុង start ប៊ូតុង stop ប៊ូតុង reset និងប៊ូតុង emergency stop ខ្ញុំសូមធ្វើបទបង្ហាញនៅផ្នែកខាងក្នុងនៃ True Control វិញម្ដងយើងមានឧបករណ៍ជា disjunction surge arrestor ហើយនឹងប្រព័ន្ធបញ្ជា motor ហើយនេះគឺជា disjunction solar disjunction បន្ទប់ប្រើប្រាស់មេបន្ទប់ទី1បន្ទប់ទី2បន្ទប់ទី3និងបន្ទប់ទី4ឥឡូវយើងធ្វើការបើក disjunction ដែលចេញពី solar ដើម្បីឲ្យថាមពលទៅកាន់ inverter យកមកប្រើប្រាស់មួយយើងធ្វើការបើក disjunction មេ disjunction បន្ទប់ប្រើប្រាស់ទី1បន្ទប់ប្រើប្រាស់ទី2បន្ទប់ប្រើប្រាស់ទី3និងបន្ទប់ប្រើប្រាស់ទី4ឥឡូវយើងចូលមកដល់ការតេស្តនៃដំណើរការប្រព័ន្ធជា motor យើងធ្វើការចុចប៊ូតុង start stop start តេស្តទៅលើ emergency យើងធ្វើការ reset ជាមុនសិនទើបប្រព័ន្ធ circuit អាចចុចដំណើរការម្ដងទៀតបានយើងចូលមកដល់ការធ្វើតេស្តប្រព័ន្ធបំភ្លឺវិញម្ដងហើយនេះគឺជា load ទី1 load ទី2និង load របស់ motorចុងក្រោយសូមអរគុណដល់សមាជិកក្រុមទាំងអស់ក្នុងការចូលរួមបង្កើតនៅគម្រោងមួយនេះឡើងនិងទទួលបានជោគជ័យនិងសូមអរគុណដល់អ្នកតាមដានទស្សនាវីដេអូមួយនេះបើសិនជាមានចម្ងល់ទាក់ទងជាមួយនឹងការធ្វើបទបង្ហាញ
សូមធ្វើការ comment នៅខាងក្រោមវីដេអូសូមអរគុណ